bạn này hay sẽ cảm phép để xa chụp côn tràn hay cứ thà cả bầm bạo đỏ mề nó cứ ắt cục lâu này miền đâyទឹកដោះគោហ្នឹងហើយទឹកដោះជ្រូកមានម្សៅទឹកដោះជ្រូកយើងទិញមកពីខាងប៉ាសពេតពេតាត់យើងយកមកដើម្បីដាក់ក្បាលដោះកូនក្មេងឲ្យវាបាវហ្នឹងហើយនេះទៅគឺថាមេវាកើតច្រើនតែដឹងច្រើនហើយកាលណាបើសិនជាមេជ្រូកវាកើតលើសដោះវានឹងមានហានិភ័យខ្ពស់ពីព្រោះជ្រូកវាអត់មានទឹកដោះឲ្យកូនគ្រប់គ្រាន់ទេហ្នឹងហើយពុកម៉ែបងប្អូនហើយគឺមានតែបន្ថែមនៅក្បាលដោះនេះដើម្បីជំនួយមើលទៅគឺថាអើយក្បាលដោះមានតែមួយទៀតរត់តែអាធុងឃើញធុងនៅក្នុងYouTube គេមានតែមិនដឹងថានរណាគេលក់ឯហ្នឹងឃើញគេមានធុងមួយហ្នឹងហើយគេមានបំបែកចេញជាក្បាលដោះ4 10ហ្នឹងហើយមើលទៅគឺថាទំនងមែនទែននេះវាតារាមគ្នាបាវនេះគឺទំនងមែនទែនអីយ៉ាវាខាំគ្នាបងប្អូនហើយគឺថាក្លៀនមែនទែននេះអស់ទៀតហើយស្រឹប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 អស់ស្រឹបស្រឹបស្រឹបអស់ហ្នឹងហើយឥឡូវមករោមគ្នាឲ្យលើតែសំឡេងខ្ញុំគឺមករោមគ្នាបងប្អូនហើយរោមហ្នឹងនេះគឺរោមតារាមគ្នាបាវតែម្ដងហ្នឹងហើយមើលទៅគឺល្អមើលមែនតើហ្នឹងគឺវាក្លៀនវាមេដោះតែ4ដណ្ដប់ទេ2ដណ្ដប់ទេតែកូនដល់តែ8ដណ្ដប់ហ្នឹងហើយមិនសំខាន់ដោះតិចដោះច្រើននេះសំខាន់គឺកូនច្រើនគឺពិបាកតែម្ដងហ្នឹងហើយគឺពិបាកក្នុងការផ្ដល់នៅចំណីផ្ដល់នៅទឹកដោះនេះវាចេះស៊ីចំណីវាងាយទេតែវាមិនតាន់ចេះស៊ីចំណីអានេះក្តៀបជាងគេនេះមួយនេះគឺទូជាងគេឥឡូវរៀងក្រាន់បើហើយខ្ញុំថាមិនរស់ផងវាកើតមកនៅក្នុងតងសុកហ្នឹងហើយកើតមកក្នុងតងសុកហើយខ្ញុំស្មានតែមិនរស់តែខ្ញុំយកមកកើតមកឃើញថាវាសន្លប់ឈឹងហើយចិត្តធម្មតាកូនច្រើនវាខំក្នុងការកើតអញ្ចឹងគឺដល់ទៅពេលហើយគឺវាអត់មានកម្លាំងកើតវាអត់មានកម្លាំងកើតវាប្រឹងហើយដល់ពេលអាមួយនឹងនេះវាក្តៀបនៅក្នុងសុកវាមកជាមួយគ្នាគឺថាឃើញយកមកចេញមកគឺថាសន្លប់ស្ដោកស្វាយអែបាត់អុកស៊ីសែនហើយខ្ញុំក៏ធ្វើចលនាជំនួយបេះដូងគឺយើងធ្វើឲ្យវាមានដង្ហើមឡើងវិញនិយាយរួមមកកូនជ្រូកពេលដែលសន្លប់យើងយកមកយើងធ្វើចលនាឡើងវិញគឺវារស់ឡើងវិញហ្នឹងហើយតែខ្ញុំអត់ហ៊ានថតអាពេលដែលវាទៅតែកើតនឹងខ្លាច YouTube ចាប់អញ្ចឹងគឺខ្ញុំបានតែបញ្យល់ហ្នឹងហើយណែនាំតែប៉ុណ្ណោះគឺថាបានតែបញ្យល់ទេគឺអត់ហ៊ានថតខ្លាច YouTube ចាប់ហើយប្រហែលទៀតគឺនៅជាមួយមេហ្នឹងហើយកំពុងតែបាវគឺថាហេតុនេះមិនមែនគឺកំពុងទឹកដោះគោទេគឺថាកំពុងទឹកដោះគោរបស់មនុស្សទេតែខ្ញុំយកមកដើម្បីដាក់ទឹកដោះគោយើងដាំទឹកហើយយើងដាក់ម្សៅទឹកដោះគោចូលក្នុងនេះហើយយើងក្លុកវាឲ្យរលាយណាយើងក្លុកវាឲ្យរលាយហើយទុកឲ្យវាត្រជាក់ចាំយើងយកឲ្យវាបាវហើយនេះទូចណាពុកម៉ែបងប្អូនមើលមកទូចមែនតើហ្នឹងហើយមើលទៅគឺថាវាច្រិតតែម្ដងហ្នឹងហើយនឹងខ្លះក្លោកខ្លះអានេះតាមពិតពូជ CP បងប្អូនគឺរោមក្រាស់ហ្នឹងគឺពូជ CP ហ្នឹងហើយពូជជ្រូក CP ហើយដល់ពេលយើងយកមកប្រកាសនឹងបាស្រុកយើងធម្មជាតិស្រុកស្រែយើងបាទពួកយុរ៉ុបពួកអីហ្នឹងគឺថាយកមកគឺថាក្លៀនមែនទែនមើលណាអឺតែឃើញណៃគឺថាក្លៀនរោមលិតហ្នឹងហើយមើលតំណងមែនទែនពុកម៉ែបងប្អូនហើយប្រហែលយប់នេះគឺអត់បានសម្រានទេគឺស្រូបកូនច្រើនគឺពិបាកត្រង់ថាដល់ម៉ោងវាបាវឲ្យដឹងស្រាប់ឲ្យស្រូបងាក់បាវគឺវាក្លៀនមែនទែនហ្នឹងហើយក្លៀនគឺស្រែកអញ្ចឹងគឺយើងត្រូវការឡើងបំបៅដោះវាឲ្យវាកាលណាវាអត់ស្អែតហើយជាពិសេសវាទូចជីគឺអត់ដឹងអីទេគឺតាមពិតទៅអានេះនៅក្នុងត្រង់គេមេគេ CP គឺគេមានខ្នោះវាមេឈរតែមកចំហខ្លួននេះតែយើងយកមកតែនេះគឺយើងធ្វើត្រង់ធំគឺមេវាដេកចកិនហើយអញ្ចឹងយើង
ពិបាកក្នុងការគ្រប់គ្រងវាអញ្ចឹងតើថែទាំវាឲ្យល្អពីព្រោះវានៅតូចវាអត់តន់ដឹងអីទេហ្នឹងហើយវានៅតូចមែនទែនអញ្ចឹងមេវាតម្លាក់ចកិនណាមួយញិចគឺងាប់អស់អញ្ចឹងគឺតើព្យាយាមមើលថែវាបានល្អតម្រុំរយៈពេលបាន1សប្តាហ៍ទៅវារឹងមាំគឺវារឹងមាំគឺវាក្លាហានស្វាហាប់វានឹងជៀសផុតពីហានិភ័យខ្ពស់ហ្នឹងហើយបងប្អូនអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងក៏សូមអរគុណបងប្អូនតែតាមដានទស្សនាវីដេអូរបស់ខ្ញុំពីការបញ្យលណែនាំការចិញ្ចឹមសត្វជារឿយឃើញថាបងប្អូនតាមដានមើលមែនតើហ្នឹងហើយគឺមើលល្អមើលមែនតើបងប្អូនហ្នឹងហើយវីដេអូនេះក៏ប៉ុណ្្នឹងអរគុណទាំងអស់គ្នាបាយបាយ